ប្រកួតសម្បត្តិលិតចេញមកបើមិនចឹងទេយើងសម្រាប់ចៅយើងសៀចោលលីវូសានសម្បត្តិលិតនៅក្នុងដៃយើងអត់ចង់បានចូលមកយកមកទេសម្បត្តិលិតនៅក្នុងដៃរបស់ខ្ញុំណាបើឯងជាកូនប្រុសឯងមករកយើងចុះណាមិនខ្វះថានៅអ្នកណាទេឆាប់ប្រគល់មកភ្លាមបើមិនចឹងទេយើងសម្រាប់នាងចោលភ្លាមក្នុងដៃរបស់ពួកខ្ញុំអ្នកណាក៏មានសម្បត្តិលោហិតទាំងអស់ដែរមែនពួកខ្ញុំអ្នកណាក៏មានសម្បត្តិលោហិតដែរឯងចង់បានសម្បត្តិមួយណាចូលមកយកតាមចិត្តចុះពួកឯងកុំប្រើល្បិចកសោះយើងគ្រាន់តែចង់បានសម្បត្តិនោះតែប៉ុណ្ណោះយើងមិនចង់សម្លាប់មនុស្សទេកុំបង្ខំឲ្យយើងចាត់ការណាឯងចាត់ការតាមចិត្តចុះកុំរវល់ថាយ៉ាងម៉េចឯងកុំសង្ឃឹមថាបានសម្បត្តិលោហិតដែរសោះចៅយេនសៀនាងចង់ស្លាប់មែនណាថ្មីដៃយើងមិនស្មើនឹងឯងមែនប៉ុន្តែមិនមែនកំសាកខ្លាចស្លាប់ទេនាងស្មានថាយើងមិនហ៊ានសម្លាប់នាងបើចង់សម្លាប់ចាត់ការទៅនាងកុំរាំងផ្លូវយើងឈប់សិនលីយ៉ាវ៉ាមិនដែលឃើញអ្នកណាមានថ្មីដែរបកាយយ៉ាងនេះសោះវាចង់សម្លាប់អ្នកនាងយិនសៀប្រកាសជាត្រឡប់មកវិញទៀតដើម្បីជួយអ្នកនាងយិនសៀខ្ញុំត្រូវតែប្រយ័ត្នទើបបានចៅយិនសៀខ្ញុំមិនស្មានថានាងគឺចៅយិនសៀសោះមេក្រុមថៃថ្មីដៃរបស់វូសានពិតជាពូកែមែនគ្មានអ្នកណាអាចទប់ទល់បានទេណាមែនហើយយិនសៀអាចដកខ្លួនរួចពិតជាមិនងាយមែនមិនលីវូសានយកជីវិតរបស់យិនសៀមកគម្រាមដើម្បីយកសម្បត្តិលោហិតនោះគួរតែបារម្ភខ្លាំងណាស់អ្នកណាក៏បារម្ភដែរពិសេសគឺអ្នកនាងម៉ុងជីវបារម្ភខ្លាំងជាងគេណាសេយីបើសិនជាអ្នកចាប់គម្រាមនោះគឺបងវិញខ្ញុំមិនសូវបារម្ភទេប្រកាសជាមិនមែនទេអ្នកនាងម៉ុងជីវដាក់ចិត្តឲ្យគេសម្លាប់ខ្ញុំអញ្ចឹងហ៎បងឆាប់ស្លាប់ឆាប់បាត់កង្វល់ណារស់នៅនាំតែធ្ងន់ផែនដីបើខ្ញុំស្លាប់មែននោះថ្ងៃក្រោយអ្នកណាធ្វើឲ្យអ្នកនាងម៉ុងជីវសប្បាយចិត្តទៀតខ្ញុំមិនត្រូវការទេកុំស្មានថាខ្លួនឯងប្រកែកអសោះគួរឲ្យស្អប់មែនយិនស៊ីឯងកំពុងគិតអីហ្នឹងគឺលីវូសាននោះមែនទេនេះជាមូលហេតុមួយតែប៉ុណ្ណឹងក្បាច់គុនដាវរបស់លីវូសានពិបាកនឹកស្មានណារាល់លើកពេលដែលខ្ញុំបញ្ចេញក្បាច់ឃើញគេមិនផ្ដុំស្មារតីឲ្យមូលសោះអ្នកខ្លាំងប្រយុទ្ធគ្នាមិនផ្ដុំស្មារតីឲ្យមូលអញ្ចឹងសោះឲ្យឃើញថាក្បាច់គុនដាវរបស់លីវូសានមិនមែនគួរឲ្យខ្លាចដូចយើងស្មាននោះទេមិនមែនទេមិនមែនជាការប្រហែសរបស់គេទេតែគឺមានមូលហេតុពីរអញ្ចឹងបានន័យថាម៉េចខ្ញុំមិនអាចនិយាយឲ្យបានច្បាស់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាក្នុងចិត្តគេដូចជាមានអ្វីរារែកខាត់ចិត្តគេអញ្ចឹងលីវូសានអាចសម្លាប់ព្រាមច្បងអាវុធសម្ងាត់មាសសៀជីងហ្វានអាចបញ្ជាក់ថាវានេះជាមនុស្សចិត្តខ្មៅណាស់ទៅហើយមិនងាយបោះបង់ឱកាសសម្លាប់ពួកយើងចោលនោះទេបងនិយាយនេះសមហេតុផលណាស់ប៉ុន្តែសម្បកខាងក្រៅរបស់លីវូសានសោះក៏ក្រឹងតែកែភ្នែករបស់គេមានមនោសញ្ចេតនាណាស់ហេតុអីក៏អញ្ចឹងទៅវិញពិតជាពិបាកយល់មែនណាមួយកែភ្នែកនោះខ្ញុំដូចជាធ្លាប់ឃើញនៅឯណាយិនស៊ីឯងចង់និយាយថាឯងធ្លាប់ឃើញមនុស្សនោះមែនទេប្រកាសជាធ្លាប់ឃើញប៉ុន្តែភ្លាមនេះនឹកមិនឃើញសោះបងទី2ពេលនេះបងភ្លេចរឿងលីវូសានចោលសិនចាស់និយាយពីរឿងទប់ទល់វិញយិនស៊ីអូនប្រុងទប់ទល់ជាមួយលីវូសានយ៉ាងម៉េចដែរលីវូសានមិនមែនជាមនុស្សធម្មតានោះទេបើសិនជាពួកយើងបដូរស្លាប់អាំងមនុស្សច្រើនយ៉ាងនេះមិនបានជាដាច់ខាតយើងត្រូវតែឆ្លៀតពេលខំហាត់ក្បាច់គុនពិតមែនតែមិនប្រកាសថាឈ្នះគេមែនប៉ុន្តែយ៉ាងណាក៏អាចការពារខ្លួនឯងបានដែរបាច់គុនលីវូសានសាហាវខ្លាំងណាស់កុំថាឡាយចង់ឈ្នះគេសូម្បីតែការពារខ្លួនឯងក៏មានបញ្ហាដែរសេយីបងមិនគួរលើកដំកើងគេបន្ទាបខ្លួនឯងនោះទេបើគួរភាគីខ្លាំងយ៉ាងណាក៏យិនស៊ីអាចទប់ទល់បានដែរបងទី2តាំងពីខ្ញុំកាន់ដាវរហូតដល់ពេលនេះឧស្សាហ៍ជួបនឹងសំណាងល្អបានផ្ទេរក្បាច់គុនដាវពុកនិងក្បាច់គុនដាវអ្នកស្រីសួយយិនក៏ដោយប៉ុន្តែមិនដែលឆ្លៀតពេលទំនេរស្វែងយល់ឲ្យជ្រៅទេហេតុនេះហើយខ្ញុំប្រឹងថារកកន្លែងណាមួយសម្រាប់ឲ្យល្អដើម្បីស្វែងយល់ឲ្យកាន់តែជ្រៅចំពោះចំណុចខ្សោយរបស់ក្បាច់គុនដាវខ្ញុំទៀតយិនស៊ីអញ្ចឹងត្រូវចំណាយពេលប្រហែលទៀតបើលឿនកន្លះខែបើយឺត1ខែប្រហែលជាគ្រប់គ្រាន់ហើយ
បានអញ្ចឹងយើងសម្រេចថារកកន្លែងណាមួយសម្រាប់ដើម្បីដកពិសោធន៍ពីក្បាច់គុណរបស់យើងចុះណាអេត្រូវហើយហេឧធូយល់សពនឹងកំណត់អ្នកប្រុសហើយនឹងអ្នកនាងទី3ណាមនុស្សយើងខ្លាចស្លាប់មុនពេលដែលមិនទាន់បានបំពេញភារកិច្ចឲ្យតែរក្សាជីវិតឲ្យគង់ហើយថ្ងៃណាមួយគង់តែបានសម្រេចមិនខាននេះវិធីនេះល្អណាស់ប៉ុន្តែបើចង់រកកន្លែងណាមួយដែលមិនឲ្យគេដឹងហើយរកមិនឃើញទៀតនោះមិនមែនជាការងាយទេខាងក្រៅផ្ទះខ្ញុំមានឡានភ្នំមួយណាអ្នកណាហ៊ានធានានោះពួកយើងលំបាកខ្លាំងណាស់ទើបអាចចេញពីឡាននោះបានមិននឹងហ៊ានទៅទៀតហេអូធូស្គាល់កន្លែងមួយឈ្មោះថាជំរុំខ្លាក្រាបណាទេសភាពមិនចាញ់ឋានសួគ៌ទេស្អាតគ្មានគេប្រៀបហើយស្ងប់ស្ងាត់ទៀតណាបើអត់មានអ្នកណានាំផ្លូវទេអញ្ចឹងកុំសម័យថារកឃើញឲ្យសោះណាជំរុំខ្លាក្រាបជំរុំខ្លាក្រាបឈ្មោះនេះដូចជាពីរោះណាស់បើសិនជាពួកយើងទៅកន្លែងនោះអញ្ចឹងក្រុមការពារឲ្យដៃពិតជារកយើងមិនឃើញទេហេយេនសៀបើទោះជាទៅកន្លែងនោះក៏ត្រូវប្រុងប្រយ័ត្នស្បៀងអាហារគ្រប់គ្រាន់ដែរណាអេអ្នកប្រុសមិនបាច់យកស្បៀងអាហារតាមនោះទេជំរុំខ្លាក្រាបនោះមាន19គ្រួសារប៉ុន្តែស្បៀងអាហារគ្រប់គ្រាន់ណាស់អ្នកភូមិមានចិត្តទូលាយកុំខ្លាចរឿងដាច់ពួកអីណាអូធូបើកន្លែងនោះមានគេនៅអញ្ចឹងតើបានសុខសាន្តទេចុះបើគេដឹងសកម្មភាពយើងទៅតែគិតយ៉ាងម៉េចអ្នកនាងទី2កុំព្រួយអីណាអ្នកភូមិនៅក្នុងជំរុំខ្លាក្រាបនោះគ្មានតាក់ទងជាមួយមនុស្សនៅក្នុងពិភពគុណនោះទេយើងទៅកន្លែងនោះខ្សត់ស្នាក់នៅអធិនាថាប្រកាសជាបានសុខអូធូពួកគេមិនទាន់តាក់ទងជាមួយមនុស្សក្នុងពិភពគុណតើពួកគេឲ្យយើងស្នាក់នៅមិនទៅអ្នកប្រុសអ្នកភូមិនៅក្នុងជំរុំខ្លាក្រាបតែប្រមាណនោះមានការរាប់អានជាពិសេសជាមួយនឹងអ្នកក្លាហានជាងសៀវឈឺខ្មោចឃើញខ្លាចឲ្យតែរំលឹកពីឈ្មោះខ្មោចឃើញខ្លាចនោះដាច់ខាតអត់បញ្ហាទេណាបានអញ្ចឹងយើងសម្រេចទៅជំរុំខ្លាក្រាបចា៎អូធូពូនាំពួកខ្ញុំដើរទៅដើរមកពេញព្រៃទៅហើយណាការពិតជំរុំខ្លាក្រាបនៅណាទៅហ្នឹងមែនហើយអ្នកប្រុសអ្នកនាងទី3តែមិនឃើញទឹកជ្រោះខាងមុខនោះទេឆ្លងកាត់ពីទឹកជ្រោះនោះទៅគឺជំរុំខ្លាក្រាបហើយណាសំឡេងអីចេះល្ងងមែនប៉ុណ្ណឹងហើយនៅតែមិនដឹងទៀតនេះហៅថាសំឡេងសញ្ញាណាតោះគ្នាប្រយ័ត្នណាអ្នកនាងទី3អ្នកប្រុសអ្នកទាំងអស់គ្នាមិនបាច់បារម្ភអីទេណាទោះតែអូធូទប់ទល់បានហើយណាពួកលោកមកពីណាដែរហេតុអីបានចូលដល់ដែនដីរបស់ពួកខ្ញុំហើយពួកខ្ញុំមកសួរសុខទុក្ខអស់លោកនៅណាអត់មានកំណត់ក្រៃទេឲ្យខ្ញុំសុំទូណាពីដើមមកអ្នកភូមិនេះមិនតាក់ទងជាមួយនៅក្នុងពិភពគុណទេជៀសវាងកុំឲ្យមានផលពិបាកចាំបាច់កើតឡើងនោះសូមអ្នកទាំងអស់គ្នាបញ្ញាប់ចាក់ចេញទៅពីទៅណារបស់នេះលោកប្រកាសជាចាំបានហើយមែនទេនេះជាផ្លាកបញ្ជាដែលមានតម្លៃជាងគេរបស់អ្នកក្លាហានជាងសុំទោសតើលបងបានរបស់នេះមកពីណាដែរទៅនេះជារបស់អនុស្សាវរីយ៍ដែលអ្នកក្លាហានជាងសៀវឈីវខ្មោចឃើញខ្លាចមិត្តរបស់អូធូឲ្យអូធូទេហើយប្រាប់អូធូថាបើមានកិច្ចការអីដើរកាត់ជំរុំខ្លាក្រាបនោះអញ្ចឹងកុំភ្លេចឈានជើងចូលសួរសុខទុក្ខរៀមច្បងសុនលៅទៀតផងណាការពិតយ៉ាងនេះទេអើយខ្ញុំហាត់គុណដាវអស់មួយជីវិតបានឈានដល់ដំណាក់ខ្ពស់លេខ1ទៅហើយណានៅក្នុងពិភពគុណជាច្រើនសិបឆ្នាំកន្លងទៅនេះមិនដែលជួបនឹងដៃគូទេមានតែជាងសៀវឈីវខ្មោចឃើញខ្លាចទេទើបអាចទប់ទល់ជាមួយខ្ញុំបានរាប់រយស្នៀតហើយមិនទាន់ឈ្នះមិនទាន់ចាញ់ទៀតផងយ៉ាងនេះហើយទើបពីអ្នកស្គាល់គ្នាហើយខ្លាចទៅជាមិត្តជិតស្និទ្ធនឹងគ្នាថែមទៀតអ្នកក្លាហានជាងធ្លាប់មកលេងជំរុំខ្លាក្រាបម្ដងដែរណាមែនអីរៀងច្បងបានឃើញខ្មោចឃើញខ្លាចមិត្តរបស់អូធូហើយអី20ឆ្នាំមុនធ្លាប់មានសំណាងជួបនឹងអ្នកក្លាហានជាងម្ដងដោយសារតែកន្លងទៅអស់ជាច្រើនឆ្នាំមកហើយនេះហើយមិនសូវចាំបានទេចាប់តាំងពីពេលនោះមកដល់ពេលនេះខ្ញុំពេលណាក៏នឹកឃើញអ្នកក្លាហានជាងណាមួយនោះចេះតែផ្ដាំមិនដាច់ពីមាត់ឲ្យតែឃើញផ្លាកបញ្ជានេះត្រូវតែស្ដាប់តាមសម្ដីបញ្ជាមិនដឹងថាពួកលោកមានកិច្ចការអ្វីដែរខ្ញុំនឹងធ្វើតាមទាំងអស់លបងឈិញសៀបញ្ជាគឺមិនហ៊ានទេណាពួកខ្ញុំគ្រាន់តែចង់ស្នាក់នៅកន្លែងនេះមួយខែឬក៏កន្លះខែតែប៉ុណ្ណោះទេរួចហើយពួកខ្ញុំនឹងចេញដំណើរទៅភ្លាមណាពិតជាស្វាគមន៍មែនអ្នកទាំងអស់គ្នាជាមិត្តរបស់អ្នកក្លាហានជាងទុកថាភ្ញៀវកិត្តិយសរបស់ជំរុំខ្លាក្រាបហើយឲ្យតែអ្នកទាំងអស់គ្នាមិនប្រកាន់ទេចង់ស្នាក់នៅយូរប្រមាណក៏បានដែរណាអញ្ចឹងល្អហើយណាលបងឈិញសៀពួកខ្ញុំមិនគួរសំទៀតទេពួកខ្ញុំស្នាក់នៅកន្លែងនេះហើយណាយិនផងយិនអាចធ្វើមេដឹកនាំទី2យ៉ាងនេះ
យើងប្រកល់ភារកិច្ចឲ្យឯងទៅកម្ចាត់មនុស្ស6ស្រុកទាំងអស់នោះនាំមនុស្សទៅរាប់មិនអស់ពួកវានោះមានគ្នាតែប្រមាណអ្នកទេតែទីបំផុតឯងធ្វើឲ្យពួកវានោះរួចខ្លួនរួចទៀតរឿងតូចតាចយ៉ាងនេះក៏ធ្វើមិនបានដែរឯងធ្វើឲ្យយើងខកចិត្តខ្លាំងណាស់យ៉ាងម៉េចថាឯងប្រមាណម៉ាត់សោះឯងមិនសប្បាយចិត្តឬមួយក៏ឯងយល់ថាយើងនេះទប់ទល់ជាមួយក្រុមយិនសៀមិនបានទេយើងប្រាប់ឯងតាមត្រង់ទៅចុះណាបើយើងចង់សម្លាប់ចៅយិនសៀងាយស្រួលដូចបកចេកយើងដោះលែងពួកនាងព្រោះតែមានបំណងផ្សេងទៀតឯងមិនទៅសង្ស័យលើយើងទេណាជាងហ្វុងយិនឯងស្ដាប់ឲ្យច្បាស់យើងនឹងឲ្យឱកាសឯងម្ដងទៀតដើម្បីបញ្ជាក់ឯងត្រូវចាត់ចែងឲ្យបានរៀបរយកុំឲ្យមានការឆ្លោះឆ្លួយអសោះណាលីយ៉ាងវ៉ានៅភ្នំខៀវនោះលោកជួយក្រុមយិនសៀដោយលួចលាក់យើងមិនចង់ឃើញភាពក្អេងក្អាងរបស់វាទៀតទេឯងប្រញាប់នាំគ្នាទៅយកជីវិតរបស់វាទៅសម្ដីរបស់យើងឯងស្ដាប់ឮហើយមែនទេឆាប់ទៅភ្លាមយើងធ្វើការអ្វីកម្របរាជ័យណាស់ហេតុអីក៏រយៈពេលនេះឧស្សាហ៍មានបញ្ហាកើតឡើងយ៉ាងនេះឬមួយក៏វានោះកំពុងតែលេងល្បែងកលមានចេតនាដោះលែងចៅយិនសៀទៀតបើយើងទាយត្រូវនោះយើងនឹងឲ្យឯងរស់ក៏មិនគប់ងាប់ក៏មិនគួរជំរាបលោកម្ចាស់មេដឹកនាំធំចង់ដណ្ដើមយកគុណសម្បត្តិទាំងអស់បើយ៉ាងនេះទុកឲ្យគេទប់ទល់ជាមួយចៅយិនសៀទៅណាបើបរាជ័យគេនឹងទទួលខុសត្រូវទាំងអស់គ្មានតាក់ទងអីជាមួយនឹងយើងទេលោកម្ចាស់ត្រឹមតែឈរអោបដៃមើលទៅបានហើយចាំបាច់ឲ្យប៉ះពាល់នឹងមេដឹកនាំធំធ្វើអីមេដឹកនាំធំឲ្យលោកម្ចាស់ទៅទប់ទល់ជាមួយនឹងអ្នកលេងភ្នំខៀវបញ្ហានោះមានអីពិបាកទៅខ្ញុំបានឲ្យពួកវារៀបចំជាស្រេចដើម្បីទៅកម្ចាត់លីយ៉ាងវាងជាមួយលោកម្ចាស់ហើយណាកុំបង្ខំឲ្យខ្ញុំសម្លាប់មនុស្សណាឈប់សិនឈប់សិនលីយ៉ាវាងឯប្រាសាបដាក្រុមណាដែរនិយាយក៏ស្លាប់មិននិយាយក៏ស្លាប់ឯងទទួលការស្លាប់ទៅយាយកំណាធានបានដៃលោហិតរបស់ជាហ្វុងយិនពិតជាមិនធម្មតាមែនបើកុំតែបានកិច្ចទាន់ពេលមើលទៅខ្ញុំក៏មានផលពិបាកដែរពិតមែនតែកំណាធានរបស់ជាហ្វុងយិនខ្លាំងខ្លាមែន
តែគ្រាន់តែមានរយៈពេលខ្លីមិនអាចបញ្ជាពេលបញ្ជាកម្លាំងធាតុបានទេហេតុអីក៏អញ្ចឹងទៅវិញយើងគិតយ៉ាងណាក៏មិនយល់ដែរបាទដៃលោហិតជាហ្វុងយិនហាត់គុណដៃអស់ជាច្រើនឆ្នាំហើយតាមការពិត3ឆ្នាំមានលទ្ធផល5ឆ្នាំបានសម្រេចទៅហើយក៏ព្រោះតែយ៉ាងនេះដែរប្រហែលឆ្នាំកន្លងទៅនេះខ្ញុំតាំងចិត្តហាត់កម្លាំងធាតុដូចជាពពកម្ដុំអញ្ចឹងហេតុអីក៏កម្លាំងធាតុរបស់ខ្ញុំនៅតែខ្សោយយ៉ាងនេះហេតុអីក៏យ៉ាងនេះហេតុអីទៅហេតុអីទៅហេតុអីក៏អញ្ចឹងទៅវិញតើហេតុអីទៅលោកម្ចាស់មិនបាច់ខឹងខ្លាំងពេកទេមានរឿងអីត្រូវពិចារណាបានស្ងាត់ស្ងៀមដើម្បីទប់ទល់ណាមែនទេមកជាយើឯនៅបំរើយើងអស់ច្រើនឆ្នាំហើយណាឯជាមនុស្សស្គាល់កិច្ចការយើងជាងគេយើងសួរឯងហេតុអីក៏2ឆ្នាំមុនដំបូងដែលយើងហាត់គុណអាទិទេពកម្លាំងធាតុនេះចេះតឡើងខ្ពស់មិនចេះឈប់សោះមានភាពចម្រើនខ្លាំងណាស់តែចូលដល់ឆ្នាំទី3កម្លាំងធាតុមិនអាចឡើងខ្ពស់បានទេផ្ទុយទៅវិញចុះថយទៀតតាមមកពីហេតុអីទៅប្រហែលជាវិជាគុណរបស់លោកម្ចាស់នឹងមានការភ័ន្តច្រឡំហើយមិនអាចទេយើងបានហាត់តាមគម្ពីរសរសេរច្បាស់ណាស់ហេតុអីក៏ច្រឡំកើតនោះប្រហែលជាលោកម្ចាស់មិនស័ក្តិសមនឹងហាត់គុណអាទិទេពនេះទេណានិយាយផ្ដាស់លោកមេកាចាស់បានមើលលទ្ធភាពរបស់យើងនេះរួចហើយទើបបង្កើតជាក្បាច់គុណពិសេសនេះលោកមេកាចាស់បានបញ្ជាក់ថាយើងស័ក្តិសមនឹងហាត់ក្បាច់គុណអាទិទេពនេះច្បាស់ណាស់ណាអូការពិតលោកមេដឹកនាំទាំង5នៅមានមេកាម្នាក់ទៀតមែនហើយនៅក្រៅខ្នងលោកមេដឹកនាំទាំង5របស់ក្រុមការពារអាដែកនៅមានរៀងច្បង4នាក់ទៀតពួកគាត់សុទ្ធតែជាមេកាចាស់បានចូលនិវត្តន៍អស់ទៅហើយក្រោយមកអ្នកដែលបានកាន់អំណាចហើយនោះមានប្រាជ្ញាជាងគេនោះគឺលោកមេកាវ៉ាននោះណាពេលនេះបញ្ជាក់ថាមេក្រុមការពារអាដែកនោះគឺលោកមេកាវ៉ាននេះហើយណាបិទមាត់អាទេសកលថ្លើមធំបើឯងចង់រូបប្រមាណឆ្នាំទៀតយើងហាមឯងកុំឲ្យរំលឹកពីឈ្មោះលោកមេកាវ៉ានទៀតណាបាទខ្ញុំទទួលតាមបញ្ជាថ្ងៃនេះសម្រាប់លីយ៉ាងវ៉ាងមិនបានសម្រេចពិបាកជាផុតពីការស្ដីបន្ទោសរបស់ម្នាក់ដែលលើកដំកើងខ្លួនឯងនោះណាលោកម្ចាស់ត្រូវចាំថាមេដឹកនាំធំធ្វើអ្វីទាំងប្រមាណពិបាកស្មានដឹងណាស់ណាមួយមានក្បាច់គុណពូកែទៀតគ្មានអាណាអាចប៉ះពាល់បានទេមិនគួរប៉ះពាល់ឡើយណាពិតជាយ៉ាងនេះមែនទេលោកម្ចាស់មានអីប្រាប់ខ្ញុំមកខ្ញុំនឹងធានាថារក្សាអាចកំបាំងជូនលោកទៅចុះណាអាទិស្កចង្រៃយើងអត់មានអាចកំបាំងអ្វីទាំងអស់ពីដើមមកយើងនៅជាមួយមេដឹកនាំធំគ្រប់គ្នាទៅវិញទៅមកបញ្ជារបស់គេគឺខ្ពស់ជាងគេលោកម្ចាស់ចេះគិតយ៉ាងនេះល្អហើយពីដើមមកលោកមេដឹកនាំធំចូលចិត្តអ្នកណាស្ដាប់តាមសម្ដីឲ្យតែស្ដាប់តាមសម្ដីតែខាត់មិនខុសទេណាជាផងយិនឯងវាយអំនួតលើកដំកើងខ្លួនឯងមើលស្រាលគេរាល់គ្នាពេលណាក៏ចង់សាងគុណសម្បត្តិដែរមិនស្ដាប់តាមសម្ដីយើងទេហើយនេះទើបធ្វើឲ្យធ្លុយការណាបាទជាផងយិនដឹងកំហុសហើយណាថ្ងៃក្រោយប្រកាសស្ដាប់តាមបញ្ជាលោកមេដឹកនាំធំដែលខាត់មិនឲ្យធ្លោះធ្លុយតទៅទៀតឡើយណាជាផងយិនប្រសាណាឲ្យតែឯងប្រុសស្ដាប់តាមសម្ដីខំប្រឹងធ្វើការឲ្យយើងនោះយើងមិនឲ្យឯងអត់ប្រយោជន៍ទេទោះជាគុណសម្បត្តិអីក៏ដោយក៏យើងចែកឲ្យឯងពាក់កណ្ដាលដែរណាអរគុណលោកមេដឹកនាំធំឯងទៅវិញចុះមានការអីចាំយើងទៅហៅឯងទៀតណាបាទទីបំផុតឯងនៅតែត្រូវស្ដាប់តាមថ្ងៃក្រោយលីវូសានយើងនេះលែងមានដៃគូត្រូវប្រយ័ត្នទៀតហើយខ្ញុំបានមកជាយោសូមគោរពលោកមេដឹកនាំធំមករយៈពេលកន្លងទៅនេះពិតជាលំបាកឯងមែនហើយណាបាទមិនហ៊ានទេអាចជួយធ្វើការបម្រើលោកមេដឹកនាំធំជាមោទនភាពរបស់ខ្ញុំណាស់មកជាយោសុកចិត្តបម្រើលោកមេដឹកនាំធំណាប្រសើរណាស់មកជាយោឯនៅបម្រើជាហ្វុងយិននោះបានយូរប្រមាណហើយនឹងបាទជិត10ឆ្នាំហើយទៀតតើគេចំពោះឯងល្អទេការរស់នៅរបស់មេដឹកនាំទី2សប្តាហ៍ថ្ងៃនេះខ្ញុំជាអ្នកចាត់ចែងដំណឹងក៏ខ្ញុំជាអ្នកប្រឌិតឡើងដែរទៀតអាចធ្វើជាអ្នកចំណិតរបស់គេបានគឺមានអនាគតណាស់ណាតែបើបានបម្រើលោកមេដឹកនាំធំរឹតតែល្អទៅទៀតមកជាយោឯងពិតជាឆ្លាតមែនជានិច្ចកាលខ្ញុំចង់បម្រើលោកមេដឹកនាំធំរហូតណាយើងចូលចិត្តអ្នកណាដែលស្ដាប់តាមសម្ដីរបស់យើងហើយដែលមានបញ្ញាឆ្លៀសវៃមកជាយោយើងសួរឯងណាពាក្យចាស់បាននិយាយថាស្មោះត្រង់ជាងគេគឺជាអ្វីប្រកាសជាការស្លាប់ហើយទៀតមកជាយោ
យើងសួរឯងមួយម៉ាត់ទៀតណាអ្នកមានលទ្ធភាពគេបោកប្រើបានន័យថាម៉េចបានន័យថារឿងអ្វីៗបានសម្រេចរួចហើយធ្នូនឹងព្រួញលែងមានផលប្រយោជន៍អ្វីទៀតហើយហើយនេះហើយមានតែយកទុកទេលាវវូសានឯងពិតជាពឹសពុលមែនយើងជួយឯងធ្វើឲ្យជាហ្វុងយិនរលាយក្បាច់គុណផ្ទុយទៅវិញឯងបែរជាសម្លាប់យើងឯងអាក្រក់ណាស់ឯងសម្រាប់មនុស្សព្រោះតែចង់បានផលប្រយោជន៍ក្បត់នឹងម្ចាស់ខ្លួនឯងចាំបាច់យើងចាត់ការធ្វើអីបន្ទាប់មកទៀតយើងត្រូវតែទប់ទល់ជាមួយនឹងចៅយិនសៀបងទី2នៅមនោសញ្ចេតនា7ផ្ទួនគ្នាផលប្រយោជន៍របស់វានោះគឺមេឃដីទឹករួមផ្សំគ្នានឹងអាចធ្វើឲ្យជំហានជើងស្នៀតដៅរួមផ្សំគ្នាដល់ពិភពខ្ពស់បំផុតទើបអាចធ្វើឲ្យស្នៀតដៅคล้ายជាដីហើយ3រួម1បងទី2សាកធ្វើមើលបានយិនស៊ីស្នៀតដៅរបស់បងមានអីមិនស្រួលមែនទេស្នៀតដៅរបស់បងអត់មានបញ្ហាអ្វីទាំងអស់ប៉ុន្តែស្នៀតដៅមានកម្លាំងខ្លាំងក្លាពេកហេតុនេះហើយមិនអាចរួមផ្សំគ្នានៅទីបញ្ចប់បានក៏ព្រោះតែយ៉ាងនេះហើយទើបមិនអាចបញ្ចេញស្នៀតដៅដល់ពិភពខ្ពស់ជាងគេដែរបងទី2ឲ្យខ្ញុំខ្ចីដៅមួយផ្លែនបងទី2បងឃើញច្បាស់ហើយនៅបងទី2ឲ្យតែធ្វើតាមចំណុចដែលខ្ញុំបានធ្វើនោះខំប្រឹងហាត់ទៅប្រកាសជាបានរីកចម្រើនហើយអរគុណយិនស៊ីពីមុនបងធ្លាប់ប្រាដើមនេះតែមានអារម្មណ៍ថាដូចជាខុសអីទេប៉ុន្តែមិនដឹងថានិយាយថាម៉េចទេបំផុតបងយល់ហើយអ្នកនាងយិនសៀសំណែនាំផងណាតើក្បាច់កំបិតរបស់ខ្ញុំនេះមានកន្លែងណាត្រូវកែច្នៃទៀតដែរទេស្នៀតកំបិតរហ័សរហួនកម្លាំងខ្យល់ខ្លាំងក្លាមានមនុស្សមួយចំនួននិយាយថាបើប្រើដៅឬក៏ប្រើកំបិតអាចដល់ដំណាក់កាលស្រាលធ្ងន់ក៏បានឬក៏ធ្ងន់ស្រាលក៏បានដែរយ៉ាងនេះនឹងមានភាពចម្រើនខ្ញុំធ្លាប់ឃើញស្នៀតអ្នកលេងដៅឯកម្នាក់បើមួយដៅមិនអាចបញ្ចេញមួយក្បាច់បានទេអញ្ចឹងត្រូវតែដកដៅដើម្បីការពារខ្លួនហេតុនេះហើយមួយដៅលុបមួយដៅការពារសំខាន់ជាងគេគឺត្រូវរួមផ្សំញីឈ្មោះសេយសាក់លមើលទៅសេយអ្នកប្រើក្បាច់គុណកំបិតត្រូវមានកម្លាំងរួមផ្សំទៅមានប្រសិទ្ធភាពហាន់យីងបងប្រើដៅប្រកាន់ខ្លាំងពេកហេតុនេះហើយប្រើដៅមិនបានដូចបំណងទេហាត់ក្បាច់គុនដៅសំខាន់ជាងគេត្រូវឲ្យតាមធម្មតាចំណែកបងគឺដាក់បញ្ច្រាស់វិញហេតុនេះហើយអនុភាពមានការប៉ះពាល់ជាខ្លាំងបងដឹងពីចំណុចខ្សោយរបស់បងណាតែมันអាចកែប្រែវាសនាបានសោះប្រហែលជាព្រោះតែចរិតរបស់បងយ៉ាងនេះហើយរៀនដៅត្រូវតែសម្លឹងវែងឆ្ងាយធម្មតាចេះតែបង្ខំខ្លួនឯងយ៉ាងនេះជាចំណុចខ្សោយមួយធំណាស់បើសិនជាអាចដឹងគំនិតប្រើដៅដើម្បីរួមផ្សំក្នុងពេលបញ្ចេញស្នៀតខ្ញុំជឿថាពិតជាអាចជួយដល់បងបានអាចជួយបានមែនណានេះជាវិជាប្រើដៅអ្នកស្រីកុងសុនគាត់ទុកមេគាដៅនឹងកបិតគឺពិបាកបរិយាយណាស់ចាំបាច់ត្រូវតែរួមផ្សំនឹងវិធីក្នុងពេលដែលហាត់គុនត្រូវតែចាប់អារម្មណ៍នឹងអ្វីដែលនៅក្បែរខ្លួនទើបអាចបញ្ចេញស្នៀតបានដោយបំណងឈានដល់ពិភពគ្មានកោះត្រាយបញ្ចេញក្បាច់តាមបំណងដល់ពិភពគ្មានកោះត្រាយបងយកច្បាស់ហើយយិនសៀបងនឹងខំហាត់តាមការនិយាយរបស់អូនដើម្បីពើសនឹងការខ្វះខាតពីមុនមកណា
បងឡៅអាដាវនេះពិសេសណាស់ណាកាពិនបងប៉ិនជ្រើសរើសមែនតើបានរបស់នេះមកពីណាមកដែរជារបស់ប្រចាំគ្រួសារនោះធ្វើមិនជារបស់ប្រចាំគ្រួសារកើតបងក៏និយាយកុហកណាឬក៏អញ្ចឹងណាแล้วបងនិយាយប្រាប់អូធូឲ្យដឹងទៅណាអូធូនឹងគិតមើលតើវាយ៉ាងម៉េចដែរមិនអីទេនេះមិនមែនជាដាវធម្មតាឡើយនេះជាដាវអាទិទេពណាលោកមិនអាចប៉ះពាល់បានទេណាដឹងដែរទេអូហេតុអីទៅវាចេះខំអីខំមនុស្សមែនទេដាវអាទិទេពនេះជាអាវុធនៅតាមក្រុមចាស់មានឈ្មោះល្បីក្នុងពិភពគុណមួយរយៈពេលយូរណាស់មកហើយណាអូការពិតនេះជាដាវអាទិទេពទេណោះអាវុធជាប់តាមខ្លួនលោកម្ចាស់ក្រុមចាស់ហេតុអីក៏អត់រលងអីទៅសោះយ៉ាងអញ្ចឹងបើជាទុកយូរពេកជាប់ទលីចាំអូធូជួយទលីឲ្យណាអាយ៉ាកុំអីមិនបាច់ធ្វើអញ្ចឹងទេណោះហេតុអីទៅខ្លាចអូធូនឹងធ្វើឲ្យដាវខូចអីមិនមែនទេមុនពេលដែលរៀបស្លាប់នោះលោកម្ចាស់បានផ្ដាំរួចហើយលើកលែងតែមនុស្សដែលគាត់ផ្ទេរឲ្យណាបើមិនអញ្ចឹងទេមិនឲ្យប៉ះពាល់បានទេអ្នកដែលស្នងវេនពីគាត់នោះគឺអ្នកណាទៅអ្នកណាក៏អាចខ្លាយទៅជាអ្នកស្នងវេនម្ចាស់ក្រុមបានដែរណាតែក៏មិនមែនអ្នកណាក៏បានដែរនោះទេហើយយ៉ាឡបងឡៅអាបងនិយាយយ៉ាងនេះអូធូល្ងីល្ងើអស់ហើយណាយ៉ាងនេះក៏មិនត្រូវយ៉ាងនោះក៏មិនត្រូវតើការពិតត្រូវឬក៏មិនត្រូវទេមុនពេលដែលម្ចាស់ក្រុមស្លាប់បានផ្ដាំថាបើមានអ្នកណាអាចឆ្លងកាត់ពីមកក្បាច់3ស្នៀតសាកមើលខ្ពស់ទៀតនឹងខ្លាយទៅជាអ្នកស្នងវេនរបស់គាត់ហើយមនុស្សនោះក៏អាចយកដាវរបស់អាទិទេពនេះចាក់ចេញពីជំរំខ្លាក្រាបនេះបានដែរគឺមិនអីទេណាលំបងឡៅអាហេតុអីក៏បងមិនឲ្យគេសាកមើលទៅអ្នកដែលខ្លាយទៅជាម្ចាស់ដាវឯកអាទិទេពនេះមានមោទនភាពណាស់ក្រុមយុវជនសុទ្ធតែធ្លាប់សាករួចមកហើយតែពួកគេគ្មានអាណាអាចសាកបាននោះឡើយណានិយាយយ៉ាងនេះក៏ត្រូវដែរបើអ្នកណាមិនអាចឆ្លងកាត់ពីការសាកមើលបានទេនោះអញ្ចឹងតើមានន័យអីទៅគឺខ្មោចឃើញខ្លាចអាចទុកថាជាអ្នកខ្លាំងអាចប្រើដាវបានហើយអញ្ចឹងអូធូនឹងរកអ្នកណាមកជំនួសម្ចាស់ដាវអាទិទេពនេះទៅចុះណាជំរាបមេដឹកនាំធំក៏មនុស្សរបស់ចៅយិនសៀស្រាប់តែបាត់ដំណឹងឈឹងខ្ញុំបានចាត់មនុស្សឲ្យស៊ើបគ្រប់ទីកន្លែងហើយតែគ្មានដំណឹងសោះមានរឿងយ៉ាងនេះមែនទេមែនហើយមិនតាមតែប៉ុណ្្នឹងទេណាសូម្បីតែលីយ៉ាវ៉ានៅភ្នំខៀវក៏បាត់ដំណឹងដែរសល់តែមនុស្សដែលថាខ្លួនឯងជាអ្នកក្លាហានកំពុងតែដើររកគ្រប់ទីកន្លែងរួមគ្នាមកប្រឆាំងជាមួយក្រុមការពារអាវដៃយើងតែប៉ុណ្ណោះពួកជនកំទេចកំទីនោះគ្មានអ្វីគួរឲ្យបារម្ភនោះទេណាទោះឲ្យពួកវានៅស្ងៀមរយៈពេលសិនចុះចាំកំចាត់ចៅយិនសៀរួចហើយនោះចាំចាត់ការពួកវាទៀតណាប៉ុន្តែណែយ៉ាងម៉េចមិនដឹងថាប្រើវិធីយ៉ាងម៉េចមែនទេសូមលោកម្ចាស់ណែនាំផងទៅហើយតាជៀនបញ្ហាធំយ៉ាងនេះក៏ឯងដោះស្រាយមិនបានដែរចឹងឯតាបានចេះតែថ្លោះធ្លួយថ្ងៃក្រោយត្រូវរៀនសូត្រតាមវាបានច្រើនណាបាទមូលហេតុដែលបាត់មនុស្សក្រុមចៅយិនសៀនោះមានតែពីរទេណាទី1ពួកនេះមានចេតនារកកន្លែងណាមួយលាក់ខ្លួនដើម្បីគេចបេះពីភ្នែកច្រមុះរបស់យើងចាំពេលដែលពួកយើងប្រហែលហើយនោះពួកនាងឆ្លៀតឱកាសគេចខ្លួនលោកមេដឹកនាំធំពិតជាឆ្លាតមែនចូលមូលហេតុទី2នោះគឺមនុស្សរបស់ក្រុមចៅយិនសៀដឹងថាខ្លួនមានលទ្ធភាពទន់ខ្សោយលាក់ខ្លួននៅកន្លែងណាមួយដើម្បីហាត់គុណដើម្បីយកកម្លាំងធាតុក្នុងការប្រយុទ្ធសមហេតុផលណាស់បើយ៉ាងនេះតើលោកមេដឹកនាំធំមានដឹងថាមនុស្សរបស់ចៅយិនសៀលាក់ខ្លួននៅកន្លែងណាទេពេលនេះយើងមិនដឹងទេតែពួកនាងបានបាត់ដំណឹងនៅកន្លែងមួយណាគឺត្រូវពាត់នៅកន្លែងនោះហើយតែបាត់ចោលចេញចូលនៅកន្លែងនោះទៅពួកវាប្រកាសជាកិច្ចមិនរួចទេមែនខ្ញុំនឹងទៅប្រមូលកម្លាំងក្រុមការពារឲ្យដៃតែប្រមាណទៅធ្វើការចាយឆេត្រូវតែតាមរកឲ្យឃើញក្រុមចៅយិនសៀមិនល្អទេណាសាវតាក្រុមការពារឲ្យដៃយើងមិនអាចឲ្យគេដឹងបានដោយងាយនោះទេហើយបញ្ញាប់ចាត់មនុស្សភ្ញៀវកិត្តិយសទៅធ្វើរឿងនេះភ្លាមទៅណាខ្ញុំមិនដែលនឹកឃើញរឿងនេះទាល់ទៅសោះលោកមានដឹកនាំធំពិតជាមានចិត្តល្អល្អមែនណាតាជៀនលទ្ធភាពធ្វើការរបស់ឯងមិនអន់ទេណាចំណុចខ្សោយជាងគេនោះគឺមិនចេះប្រើខួរក្បាលគិតណាឲ្យតែយើងខំប្រឹងរឿងអ្វីប្រកាសជាបានសម្រេចបាទលោកមេដឹកនាំធំណែនាំជៀនផុងយិនប្រកាសជាខំប្រឹងឲ្យអស់លទ្ធភាពមិនឲ្យលោកមេដឹកនាំធំខកចិត្តទេអញ្ចឹងទៅធ្វើសកម្មភាពឲ្យឆាប់ឡើងទៅណាបាទមនុស្សល្ងងខ្លាចដូចជាផុងយិននេះថ្ងៃក្រោយប្រកាសជាត្រូវយើងប្រើតាមសម្រួលជាមិនខានទេឲ្យតែរកចៅយិនសៀឃើញយើងមានលទ្ធភាពថាយកជីវិតនាងឲ្យបានដល់ពេលនោះគ្មានអ្នកណាអាចជួយចៅយិនសៀបានទេ
សេចចេតនា7របស់ពុករួមផ្សំនឹងស្នៀតដៅរៀមច្បងសៀវយិនទៅកែច្នៃទៅជាក្បាច់គុនដៅ7គឺមានកម្លាំងខ្លាំងខ្លាណាស់ប៉ុន្តែពេលដែលប្រើវានោះมันអាចបញ្ចេញប្រសិទ្ធភាពដូចវាសោះតើបញ្ហានៅត្រង់កន្លែងណាទៅណាខ្ញុំបានសម្រេចហើយពេលបំផុតខ្ញុំអាចខាត់ស្នៀតដើមមនោសញ្ចេតនា7ផ្ទួនគ្នាដល់ពិភពខ្ពស់បំផុតហើយអូការពិតអ្នកនាងមកជឿទេខ្ញុំស្មានថាពួកសត្រូវមកលបបហាខ្ញុំអ្នកណាចង់លបបហាមនុស្សល្ងងដូចបងនោះប្រកាសជាអ្នកដែលមានមនោសញ្ចេតនាម្នាក់នោះហើយខ្ពើមណាស់ស្បែកមុខរបស់បងយូរទៅកាន់តែក្រាស់ទៅហើយសេយីខ្ញុំប្រាប់បងចុះក្បាច់គុនកំបិតរបស់បងមានភាពចម្រើនច្រើនណាស់ខំហាត់អស់ច្រើនថ្ងៃណាមួយមានការណែនាំពីអ្នកនាងយិនសៀទៀតហើយនេះទើបបានយ៉ាងនេះណាចំណែកនេះយ៉ាងម៉េចដែរខ្ញុំអាចបញ្ជាស្នៀតដើមផ្ទួនគ្នារបស់ពិភពខ្ពស់បំផុតតាមមិញនេះខ្ញុំមិនបន្ធូរដល់បងទេនោះបងប្រកាសជាទប់ទល់មិនរួចទេអរគុណអ្នកនាងដែលបានបណ្ណៃដៃខ្ញុំសូមជួយអរដែរអ្នកនាងមានភាពចម្រើនខាងហាត់គុណបានលទ្ធផលយ៉ាងនេះគឺសុទ្ធតែពឹងលើយិនសៀទេបើសិនជាមិនអញ្ចឹងទេនោះខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេនោះគឺហាន់យីងតាមេក្រុមថៃមិនក៏បងផ្លាប់ដូចចានម្លេះសូម្បីតែជំនាញដើរក៏ប្លែកគ្នាពីធម្មតាដែរពិតមែនពេលមុនបងមានភាពម៉ត់ចត់ពេកធ្វើឲ្យគេមិនសូវហ៊ាននិយាយលេងជាមួយបងទេឥឡូវបងស្លៀកពាក់ធម្មតាហើយមានចិត្តរាក់ទាក់ទៀតហេតុនេះហើយទើបគេនិយាយលេងជាមួយបងមិនត្រឹមតែប៉ុណ្្នឹងទេណាសូម្បីតែក្បាច់ដាវនឹងក៏បានចម្រើនច្រើនដែរអ្វីសុទ្ធតែពឹងលើយិនសៀទាំងអស់យិនស៊ីឆ្លងកាត់ពីការខំហាត់អស់កន្លះឆ្នាំទាំងអស់គ្នាមានភាពរីកចម្រើនច្រើនណាស់តាមថាឯងគួរតែសប្បាយចិត្តហាត់អីក៏ក្រៀមក្រំយ៉ាងនេះបងទី2ស្នៀតគុនដៅរបស់ពួកបងបានចម្រើនខ្ញុំប្រកាសជាសប្បាយហើយប៉ុន្តែខ្ញុំមិនអស់ចិត្តនឹងខ្លួនខ្ញុំសោះមិនអាចទេបើឯងមិនបានហើយនោះបងរត់តែមិនបានទៅទេមែនហើយយិនស៊ីរឿងអ្វីក៏ដោយមិនត្រូវប្រកាន់ហើយមិនត្រូវធ្វើអ្វីឲ្យដូចបំណងហើយក៏មិនត្រូវបន្ទោសខ្លួនឯងដែរណាក្រោយពេលដែលបងបានឯងបង្ហាត់នោះមិនត្រឹមតែមានក្បាច់គុនចម្រើនទេសូម្បីតែការគិតក៏ចម្រើនដែរមែនហើយគុនដារបស់នាងពីដើមមកខ្ពស់ជាងពួកខ្ញុំណាអញ្ចឹងហើយតើមានអីពិបាកទៀតទៅពីព្រោះដៃនេះមិនស័ក្តិសមហេតុនេះហើយទៅខ្ញុំខ្វល់ខ្វាយយិនស៊ីដើរនៅលើដៃនេះឯងធ្លាប់ប្រើវាច្រើនឆ្នាំហើយនេះបងទី2ខ្ញុំប្រើស្នៀតដៃទី7របស់ពុករួមផ្សំនឹងដៅស៊ូយិនរបស់បងកែច្នៃទៅជាមនោសញ្ចេតនា7រួមមួយប៉ុន្តែពេលដែលយកចេញមកប្រើនោះទោះជាខ្ញុំបញ្ចេញស្នៀតផ្លាស់ស្នៀតក៏តែងតែមានអារម្មណ៍ថាមានកម្លាំងមិនដូចចិត្តមិនអាចប្រើបានដូចចិត្តមែនខ្ញុំបានសាកជាច្រើនដងហើយនៅតែមិនបានរីកចម្រើនឯនាងទី3មិនអីទេណាអញ្ចឹងយើងដូរដាវផ្សេងទៅណាអូធូពូពិតជាចាស់ល្ងើអស់ហើយក្នុងព្រៃស្ងាត់យ៉ាងនេះតើទៅដូរដាវនៅឯណាទៅហើយថាឆ្ងាយក៏មិនឆ្ងាយថាចិត្តក៏មិនចិត្តនៅកន្លែងភ្នំខ្លាក្រាបនោះមានដាវអាទិទេពមួយរបស់ម្ចាស់ក្រុមការពីមុននោះហើយណាដៃនេះខុសប្លែកពីធម្មតាមែនប៉ិតមែនតែមិនសូវរលោងមែនប៉ុន្តែធៀបដៃគឺឃើញច្បាស់ណាស់អ្នកនាងជើនេះជាដាវអាទិទេពរបស់ម្ចាស់ក្រុមចាស់បន្សល់ទុកឲ្យទេបើអ្នកណាអាចឆ្លងកាត់ពីមួយក្បាច់3ស្នៀតបាននឹងក្លាយទៅជាម្ចាស់របស់ដាវអាទិទេពនេះហើយក៏ជាម្ចាស់ក្រុមជំរំខ្លាក្រាបដែរណាយិនស៊ីឯសាក់មើលទៅវិធីចាត់ចែងរបស់ម្ចាស់ក្រុមខ្ញុំមិននឹងអាចចាត់ចែងបានយិនស៊ីពីដើមមកមានឧបសគ្គច្រើនយ៉ាងណាដែលឯងមិនដែលឆ្លងកាត់នោះបងមានជំនឿចិត្តចំពោះឯងសាក់មើលទៅយិនស៊ីឧបសគ្គលំបាកយ៉ាងណាក៏អូនធ្លាប់ឆ្លងកាត់ដែរណាមកស្នៀត3ក្បាច់នោះមានអីពិបាកទៅណាមួយជាសំណពររបស់ម្ចាស់ក្រុមទៀតគ្មានអ្វីពិបាកទេណាមែនហើយអ្នកនេះទី3លបងលើធ្លាប់ឲ្យខ្ញុំនឹងទៅមើលកន្លែងរួចហើយណាអូធូយល់ថាដំណាក់របស់3ស្នៀតមួយក្បាច់នោះគ្មានអ្វីពិបាកទេឲ្យតែអ្នកនាងទី3មានជំនឿចិត្តហើយនោះរហ័សដៃអញ្ចឹងទៅវាបានទៅហើយណាបានខ្ញុំសុខចិត្តទទួលការសាកល្បងទៅដំណាក់ឆ្លងកាត់ឥឡូវនេះចា
ឲ្យមានជំនឿចិត្តហើយរហ័សដៃទៅបានហើយនាងជាម្ចាស់របស់ជំរំខ្លាក្រាបហើយណោះទទួលដាវទៅលុតជង្គង់ចុះដើម្បីទទួលដាវអាទិទេពនេះថ្ងៃនេះចៅយិនសៀសុំស្បត់ថាទោះជាលំបាកយ៉ាងណាមានគ្រោះថ្នាក់យ៉ាងណាក៏មិនហ៊ានប្រមាថដល់ឈ្មោះដាវអាទិទេពដែរសូមគោរពម្ចាស់ក្រុមមិនបាច់គួរសមទេអញ្ជើញអង្គុយទៅអរគុណម្ចាស់ក្រុមជំរាបម្ចាស់ក្រុមខ្ញុំបានប្រកាសប្រាប់អ្នកភូមិទាំងអស់រួចហើយពេលនេះអ្នកនៅក្នុងភូមិសុទ្ធតែដឹងថានាងជាម្ចាស់របស់ជំរំហើយសង្ឃឹមថាក្រោយពេលដែលម្ចាស់ក្រុមបំពេញភារកិច្ចចប់ហើយសូមម្ចាស់ក្រុមឆាប់ត្រឡប់មកជំរំខ្លាក្រាបវិញណាពេលបំពេញភារកិច្ចចប់ហើយខ្ញុំប្រកាសជាត្រឡប់មកជំរំខ្លាក្រាបមើលអ្នកទាំងអស់គ្នាវិញម្ចាស់ក្រុមសម្រេចថាត្រឡប់ទៅពេលណាស្អែកព្រឹកចេញដំណើរហើយសូមរៀមច្បងជួយឲ្យដំណឹងដល់អ្នកទាំងអស់គ្នាក្នុងភូមិនេះផងខ្ញុំទទួលតាមបញ្ជាម្ចាស់ក្រុមណាអ្នកទាំងអស់គ្នាមកទីនេះតាមផ្លូវព្រៃដើម្បីគេចវេសពីភ្នែកច្រមុះពួកគេខ្ញុំសូមឲ្យយោបល់ឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរទៅតាមផ្លូវល្អវិញមកតាមផ្លូវព្រៃទៅវិញតាមផ្លូវល្អាងបាល់រៀមច្បាំងលើពិតជាមិនធម្មតាមែនគ្មានអ្នកណាស្មានថាពួកយើងចេញមកតាមផ្លូវនេះទេពួកយើងដើរកាត់តាមផ្លូវល្អាងមកទីនេះពិតជាមកតាមផ្លូវព្រៃចេញតាមផ្លូវល្អាងវិញមែនបាននៅក្នុងជំរំខ្លារហូតនោះពិតជារឿងសប្បាយក្នុងមួយជីវិតមែនហាន់យីងថ្ងៃក្រោយបើយិនស៊ីមានការអីមកទីនេះចង់នៅយូរប្រហែលក៏បានដែរគ្រាន់តែស្ដាយថាមានអីគួរស្ដាយទៅក្រោយពេលដល់បំពេញភារកិច្ចចប់ហើយនោះបងទៅនៅគ្រប់គ្រងក្រុមធានាចុងយានមួយរយៈពេលវែងមិនអាចទៅណាបានទេចំណែកខ្ញុំវិញគឺខុសគ្នាខ្ញុំអាចមកទីនេះបានគ្រប់ពេលអ្នកនាងមកជីវខ្ញុំអាចមកជាមួយនាងបានណាអ្នកណាគេត្រូវការឲ្យបងមកដែរនោះជប់មាត់ទៅអូយយាយជីវខ្ញុំមិននឹកស្មានថាឯងជាមនុស្សសម្បូរស្នេហ៍សោះមកជីវពិតជាមានសំណាងមែនហាន់យីងហេតុអីបានជាបងកាន់ជើងគេទៅវិញប្រយ័ត្នខ្ញុំទៅវិញប្រាប់បងស្រីណាបងទី2ហាន់យីងបានផ្លាស់ប្ដូរច្រើនហើយបាទឆ្លាតឈប់និយាយភ្លាមទៅបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យបងឃើញស្នាដៃជាមិនខានណាអ្នកនាងទី2អ្នកប្រុសបានផ្លាស់ប្ដូរហើយណាអញ្ចឹងអ្នកនាងជាមនុស្សសប្បាយជាងគេហើយគ្មានមួយហេតុអីអ្នកនាងខឹងទៀតទេតាមែនទេអូធូពូនិយាយត្រូវណាគួរឲ្យសរសើរមែនអរគុណអ្នកប្រុសអូធូពូកុំអាសប្បាយពេកប្រយ័ត្នខ្ញុំមិនអត់ឲ្យពូអូយអ្នកប្រុសអូយណាហើយកុំលេងច្រើនពេកចេញដំណើរទៅខ្ញុំបានចាត់ឲ្យគេទៅស៊ើបដឹងច្បាស់ហើយណាថាមនុស្សក្រុមចៅយេសៀបានបាត់ដំណឹងនៅជុំវិញភ្នំថៃសានពិតជាមិននឹកស្មានថាពូនាងទៅទីកន្លែងនោះដោយគ្មានអាណាដឹងតល់តែសោះធ្វើដំណើរឆ្លងកាត់អាចគេចផុតពីភ្នែករបស់យើងតាជៀនប្រញ្ញាប្រមូលមនុស្សដេញតាមពីក្រោយពួកនាងដែលខាត់ទៅចាប់ពួកនាងដើរសម្បត្តិនោះឲ្យបានដឹងដែរទេអ្នកណាខ្លាបញ្ជារបស់លោកមេកាបញ្ជាឲ្យលីវូសាននិងជៀនពងយិនបញ្ញាប់ទៅវិមានខាងកើតដើម្បីជួបនឹងពួកគេមិនត្រូវពន្យាពេលជាដាច់ខាតទទួលបញ្ជាយើងមិននឹកស្មានថាលោកមេកាសត្វតចាចេញពីរាជធានីណាមួយនាំគ្នាមកទីនេះទៀតផងតាជៀនបាទយើងឆាប់ទៅជួបគេភ្លាមណាលីវូសានជៀនពងយិនសូមគោរពលោកម្ចាស់ក្រៅឡើងទៅអរគុណលោកមេកាពួកឯងទាំងពីរមានដឹងថាហេតុអីបានជាយើងចាក់ចេញពីរាជធានីហើយនាំគ្នាមកទីនេះទេប្រហែលជាលោកមេកាបារម្ភខ្លាចយកសម្បត្តិលោហិតមិនបានហើយខ្លាចពួកខ្ញុំទប់ទល់ជាមួយយិនសៀមិនបានណា
លោកមេកាមានបញ្ញាឈ្លាសវៃមានក្បាច់គុណពូកែខ្ញុំជាមនុស្សល្ងងខ្លៅធ្វើមិននឹងអាចស្មានដឹងថាលោកមេកាចង់ធ្វើអីនោះហេលីប៊ូសានឯងឆ្លាតណាស់និយាយទៀតទៅខ្ញុំគ្រាន់តែនិយាយតាមការពិតតែប៉ុណ្ណោះលើកនេះលោកមេកាអញ្ជើញមកទីនេះប្រកាសជាមានភារកិច្ចសំខាន់បើមិនអញ្ចឹងមិននឹងចេញមុខដោយផ្ទាល់ហេចេញមុខដោយផ្ទាល់ហ៎ឯងនិយាយខុសហើយណាបាទថ្ងៃក្រោយខ្ញុំមិនហ៊ានប្រហែសតទៅទៀតទេអាកញ្ចាស់ចង្រៃជៀនយូឡុងនោះបាននាំគ្នាចាក់ចេញពីរាជធានីហើយបើយើងស្មានមិនខុសទេនោះពួកវាប្រកាសជាមកទីនេះក្នុងចំណោមពួកនោះជាមន្ត្រីធំក្នុងជួររាជការឮថាថ្ងៃស្អែកនេះនឹងមកដល់ទីនេះសូមជម្រាបលោកមេកាក្រុមមនុស្សរបស់ចៅយិនសៀបាននាំសម្បត្តិទៅរាជធានីដើម្បីយកទៅឲ្យជីវយិនឡុងបើឲ្យពួកនេះទៅដល់រាជធានីនោះមិនមែនជាការល្អទេណាបាទទៅដល់រាជធានីនោះតើវាយ៉ាងម៉េចពេលនេះវាបានចាក់ចេញពីរាជធានីទៅហើយណាទៅដល់ទីនោះក៏មិនជួបនរណាដែរមែនហើយលោកមេកានិយាយត្រូវណាស់ចៅយិនសៀទៅដល់រាជធានីក៏មិនជួបនរណាទាំងអស់ដែរទុកតែអត់បានការទេណាយើងអាចឆ្លៀតឱកាសចាត់ការបានណាមែនហើយជីវយិនឡុងនោះជាទីទុកចិត្តរបស់ព្រះអង្គសូម្បីតែសេនាប្រមុខក៏មិនអាចធ្វើអ្វីគេបានដែរពេលនេះយើងទៅឆ្លៀតឱកាសដើម្បីចាត់ការមិនត្រូវឲ្យពួកវាត្រឡប់ទៅរាជធានីវិញបានឡើយត្រូវធ្វើសកម្មភាពយ៉ាងអាចកំបាំងជាទីបំផុតយល់ហើយនៅគំនិតរបស់លោកមេកាគឺថាមិនអាចឲ្យគេត្រឡប់ទៅរាជធានីវិញបានរហូតណាមែនហើយគំនិតរបស់យើងគឺយ៉ាងនេះហើយណាយើងត្រូវពលីប្រមាណអ្នកក៏ដោយឬថាពេលនេះនៅក្នុងពិភពគុណនោះមានមនុស្សល្ងងខ្លៅខ្លះកំពុងតែការពារពួកវានោះសុទ្ធតែជាអ្នកក្លាហានក្នុងពិភពគុណឯងលើច្បាស់ហើយនៅខ្ញុំលើច្បាស់ហើយខ្ញុំនឹងចាត់ការភ្លាមណាសូមលោកមេកាកុំព្រួយបាយនឹងច្បាស់ហើយឆាប់ធ្វើសកម្មភាពភ្លាមទៅបាទយើងខានចាក់ចេញពីរាជធានីអស់ប្រមាណឆ្នាំហើយលោកមេកាខានចាក់ចេញពីរាជធានីអស់ជា20ឆ្នាំមកហើយទៀតចឹងហ៎អស់ពេលជាយូរយ៉ាងនេះហើយយើងមានអារម្មណ៍ថាធុញថប់ណាស់ទៅហើយឆ្លៀតពេលនេះដែលលេងម្ដងក៏ជាការល្អដែរឱកាសសានគុណសម្បត្តិមកដល់ហើយណាឱកាសស្អីទៅសូមលោកម្ចាស់ណែនាំផងណាយ៉ាងណាក៏ជាយិនឡុងជាមន្ត្រីធំក្នុងជួររាជការដែរយើងត្រូវទប់ទល់ជាមួយគេណាមួយយើងមិនដឹងថាគេនៅណាទៀតត្រូវចំណាយពេលវេលាតាមរកគេហើយនេះហើយយើងត្រូវប្រើកម្លាំងទប់ទល់នឹងបាយជាយូក្រុមសាសនាអាទិទេពសិនប៉ុន្តែបាយជាយូមានឈ្មោះល្បីល្បាញមានគេគោរពច្រើនណាស់ជាដៃគូម្នាក់ពិបាកទប់ទល់ឬមួយក៏កម្លាំងការពារឲ្យដៃយើងនេះមិនអាចទប់ទល់ជាមួយគេបានទេតាជៀនកំណត់របស់យើងមិនមែនយ៉ាងនេះទេណាតាមតែយើងយល់គេនេះគ្មានបានការទេពិតមែនតែជាយូជាដៃគូម្នាក់ពិបាកទប់ទល់មែនបើយើងប្រើអំណាចរបស់ក្រុមការពារឲ្យដែកតើមានខុសប្លែកអ្វីជួយផលពិបាកដល់ខ្លួនឯងនោះអញ្ចឹងលោកមេដឹកនាំធំតើទៅធ្វើយ៉ាងម៉េចទៅល្អទៅយើងគួរតែចាត់ការរារាំងផ្លូវវាកម្ចាត់កម្លាំងរបស់វាមុនណាគឺកម្ចាត់ក្រុមដែលជួយជាកម្លាំងដល់បាយជាយូនោះមែនទេប្រកាសជាយ៉ាងនេះហើយណាតាជៀនយើងបាននិយាយឲ្យថាឯងមិនចេះគិតប៉ុន្តែឯងខ្លាចជាអ្នកចេះគិតភ្លាមណាគឺពឹងលើលោកមេដឹកនាំធំតែប៉ុណ្ណោះទេណាតាជៀនមិនបាច់គួរសមនឹងយើងទេណាតាមដែលយើងដឹងនោះមានមិត្តជិតស្និទ្ធ2នាក់ម្នាក់គឺដើមមួយគ្មានគេប្រៀបជាងមីសានម្នាក់ទៀតគឺកាយយិនជីនៅភ្នំថៃសានឲ្យតែចាត់ការសម្លេះ2នាក់នោះចោលទៅនោះនឹងធ្វើឲ្យបាយជាយូមានកំហឹងយ៉ាងខ្លាំងបើសិនជាអាចរកវិធីឲ្យគេមករកដល់កន្លែងយើងអញ្ចឹងយើងគឺអាចចាត់ការបានហើយណាវិធីនេះល្អណាស់ណែតាជៀនណាយើងប្រគល់2នាក់នេះទៅឲ្យឯងដោះស្រាយចំណែកតាកញ្ចានោះទុកឲ្យយើងជាអ្នកដោះស្រាយឯងប្រហែលជាមិនប្រកែកទេខ្ញុំនឹងធ្វើតាមលោកមេដឹកនាំធំណាប្រសាណាលោកមេការកំពុងតែខ្លាំមើលសកម្មភាពរបស់យើងផងឯងទៅធ្វើការនេះបានល្អទៅចុះណាបាទល្ងងគឺត្រូវគេប្រើឆ្លាតគឺប្រើគេមានមនុស្សដូចជាជៀនហ្វុងយិនឲ្យយើងប្រើធ្វើការអ្វីបានផលប្រយោជន៍ច្រើនជាងគេ
ដោះស្រាយនឹងដាវឯងគ្មានគេប្រៀបហើយបន្ទាប់មកគឺកាវធានយីនៅភ្នំថៃសានកាវធានយីយើងនេះឲ្យមានកំណុំអីជាមួយឯងទេហេតុអីបានជាឯងចេះតែតាមសម្លាប់យើងយ៉ាងនេះអ្នកណាឯងស្គាល់ជាមួយប៉ាជាយូជាសត្រូវរបស់យើងធ្វើអីយើងត្រូវតែសម្លាប់ឯងឲ្យទាល់តែបាន